បន្ទាប់ពីឥណ្ឌារិះគន់ថៃនិងបង្ហាញក្តីព្រួយបារម្ភជំវិញការវាយកំទេចរូបសំណាកអាទិទេពតំណាងព្រះវិស្ណុក្នុងហិណ្ឌូសាសនាស្រាប់តែនាយករដ្ឋមន្ត្រីចាំផ្ទះអនុទិនឆាវរៈគុលក្រហល់ក្រហាយនឹងមិនឈាមខឹងសម្បាឡំប៉ាថារូបថតនោះមិនអាចប្រៀបធៀបទៅនឹងអាយុជីវិតរបស់ទាហានថៃបានទេសម្ដីប្រហើនដោយមានតាឯងរបស់អនុទិនធ្វើឡើងនៅឯវិមានរាជរដ្ឋាភិបាលថៃនាថ្ងៃទី25ខែធ្នូនេះបន្ទាប់ពីកិច្ចប្រជុំលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងកម្ពុជាថៃនៅខេត្តចន្ទបុរីទាក់ទងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាដែលរិះគន់ថៃជំវិញការប្រើប្រាស់គ្រឿងចាក់កំទេចរូបសំណាកអាទិទេពហិណ្ឌូព្រះវិស្ណុនៅច្រកអានសេះត្រូវបាននាយករដ្ឋមន្ត្រីថៃប្រតិកម្មតបវិញភ្លាមៗថាបើប្រៀបធៀបនឹងជីវិតទាហានថៃគួរតែមើលរូបសំណាកតាមទស្សនៈនេះដែរនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះនិយាយទាំងងងើលថាការដែលប្រៀបធៀបរូបសំណាកខ្ទេចខ្ទីទៅនឹងជើងទាំងអស់របស់ទាហានដែលបាត់បង់ហើយប្រៀបធៀបវាទៅនឹងការប្រមាថនោះខ្ញុំមិនធ្វើការប្រៀបធៀបបែបនេះទេសូមជម្រាបថាការអះអាងដ៏កក្លឿនរបស់អនុទិនកើតឡើងក្រោយក្រសួងការបរទេសឥណ្ឌាបង្ហាញនៅក្តីកង្វល់យ៉ាងខ្លាំងចំពោះសកម្មភាពនៃការប្រើប្រាស់គ្រឿងចាក់កំទេចរូបសំណាកព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជានាច្រកអានសេះទន្ទឹមនឹងរដ្ឋធានី New Delhi ចាត់ទុកទង្វើបំពានរបស់ថៃថាខ្វះការគោរពនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនោសញ្ចេតនារបស់អ្នកកាន់សាសនានៅជុំវិញពិភពលោកហើយការបំផ្លិចបំផ្លាញនិមិត្តសញ្ញារូបសាសនាបែបនេះមិនគួរកើតមានឡើយ។